អ៊ីស្រាអែលនិងអ៊ីរ៉ង់កំពុងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធជុំទី2ដែលអាចបំផ្លិចបំផ្លាញជាងសង្គ្រាមកាលពីខែមិថុនាឆ្នាំ2025រហូតដល់ទៅ10ដងយោងតាមការវិភាគស្រង់ផ្សាយដោយកាសែត Jerusalem Post និង Tasnim ពេលនេះអ៊ីរ៉ង់មានសមត្ថភាពបាញ់មីស៊ីលច្រើនជាងមុនដល់ទៅ3ដងអ៊ីស្រាអែលកំពុងរៀបចំការវាយប្រហារកាន់តែជ្រៅចូលទៅក្នុងទឹកដីអ៊ីរ៉ង់ពី2ទៅ3ដងដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរហានិភ័យនៃការលូកដៃពីក្រុម Hezbollah កងជលពលអ៊ីរ៉ាក់ ស៊ីរីនិងយេម៉ែនគឺច្រើនជាងមុន5ដងផលប៉ះពាល់ទៅលើជនស៊ីវិលអាចអាក្រក់ជាងមុនដល់ទៅ10ដងខណៈដែលការប្រយុទ្ធនឹងកាន់តែយូរជាងមុនហេតុផលស្នូលនៃការត្រឡប់ទៅរកចំនួនវិញនេះគឺដោយសារតែអ៊ីស្រាអែលជឿថាអ៊ីរ៉ង់កំពុងតែកសាងឡើងវិញយ៉ាងលឿននៅហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរដែលគំរាមទៅដល់សន្តិសុខជាតិរបស់ខ្លួនចំណែកអ៊ីរ៉ង់បានសន្មតថាអ៊ីស្រាអែលនឹងវាយប្រហារខ្លួនម្ដងទៀតកាសែត Jerusalem Post រាយការណ៍នៅថ្ងៃទី1ខែធ្នូឆ្នាំ2025ថាទីក្រុង Jerusalem បានពន្លឿនការងារដំឡើងប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់មីស៊ីលរយៈចម្ងាយឆ្ងាយនិងឧបករណ៍បញ្ជាការសង្គ្រាមអេឡិចត្រូនិកដើម្បីកំទេចបណ្ដាញមីស៊ីលរបស់អ៊ីរ៉ង់មន្ត្រីអ៊ីស្រាអែលពណ៌នាថានេះគឺជាការរៀបចំសម្រាប់ការប្រយុទ្ធទ្រង់ទ្រាយកាន់តែធំជាងមុនកងឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់វិញបាននិយាយថាការវាយប្រហារថ្មីណាមួយរបស់អ៊ីស្រាអែលនឹងត្រូវបានឆ្លើយតបដ៏ខ្លាំងក្លានិងម៉ឺងម៉ាត់ជាងមុនអ៊ីរ៉ង់អះអាងថាខ្លួនបានជួសជុលហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗដែលខូចខាតនៅក្នុងសង្គ្រាមកាលពីខែមិថុនានិងបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសនៅជុំវិញទីតាំងនុយក្លេអ៊ែរសំខាន់ៗរួចរាល់អស់ហើយនេះបើយោងទៅតាមទីភ្នាក់ងារព័ត៌មាន Tasnim គួរបញ្ជាក់ថាអ៊ីស្រាអែលនិងអ៊ីរ៉ង់បានប្រយុទ្ធគ្នាជុំទី1កាលពីថ្ងៃទី13ដល់24ខែមិថុនាឆ្នាំ2025និងបានបញ្ចប់ទៅវិញក្រោមបេសកកម្មញញួរកណ្ដាលរាត្រីរបស់សហរដ្ឋអាមេរិកយន្តហោះ B2 បានទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរចំនួន3ដែលអាមេរិកអះអាងថាខូចខាតយ៉ាងដំណំតែអ៊ីរ៉ង់ថាប៉ះពាល់តិចតួចក្រោយមកអាមេរិកបានជួយសម្របសម្រួលឲ្យមានបទឈប់បាញ់ក៏ប៉ុន្តែស្ថានភាពនៅតែផុយស្រួយរហូតមកដល់ពេល